នេះកើបអាចចលេនយកទៅដាក់ស្រូវពុកម៉ែបងប្អូនដែលគាត់ចូលចិត្តការដាំបន្លែដាំអីបងប្អូនគួរតែចាំចលេនក្រហមដើម្បីផលិតជីកំប៉ុស្តបងប្អូនសម្រាប់បងប្អូនដែលគាត់មានចំគោណាគាត់អាចយកមកគោមកហើយរៀបជាអាងមួយដូចខ្ញុំចេះទៅគោត្រឹម5ក្បាលអាងប៉ុណ្ណេះទឹកតឹង2ដល់10អីមក5ក្បាលយើងដាក់ចាំបានហើយទទួលបានជីកំប៉ុស្តជីអាចចលេនដាក់ដំណាំនឹងសាច់ចលេនឲ្យជាចំណីមាន់ចំណីទាឬក៏ចំណីត្រីអញ្ចឹងទៅសម្រាប់បងប្អូនដែលគាត់ត្រូវការពូជបងប្អូនអាចកំងខាងខ្ញុំទៅខាងខ្ញុំមានលក់ពូជហើយនឹងប្រឹក្សាបច្ចេកទេសក្នុងការចំចលិនក្រហមទីតាំងខ្ញុំនៅស្រុកបរសៃខេត្តព្រៃវែងហើយលេខទូរស័ព្ទខ្ញុំនៅខាងលើបងប្អូនអាចតេមកមួយណាក៏បានដែរអរគុណច្រើន